ធ្លាប់ទេមានពេលខ្លះដែលអ្នកកំពុងរស់នៅក្នុងថ្ងៃនេះប៉ុន្តែចិត្តរបស់អ្នកនៅតែដកជាប់ជាមួយថ្ងៃម្សិលមិញរាងកាយរបស់អ្នកកំពុងអង្គុយនៅទីនេះតែអារម្មណ៍របស់អ្នកកំពុងតែត្រឡប់ទៅរករឿងចាស់ទៅរកពាក្យដែលគេធ្លាប់និយាយទៅរកការខកចិត្តដែលធ្លាប់កើតឡើងនិងទៅរកកំហុសដែលអ្នកនៅតែមិនអាចអភ័យទោសឲ្យខ្លួនឯងទោះបីជាពេលវេលាបានកន្លងផុតយូរទៅហើយក៏ដោយហើយអ្នកមានអារម្មណ៍ថាការឈឺចាប់ខ្លះនៅតែរស់នៅក្នុងចិត្តរបស់អ្នកវាដូចជាទើបតែកើតឡើងកាលពីម្សិលមិញដូច្នោះដែរថ្ងៃនេះ We Meditation KH សូមនាំអ្នកទៅកាន់ដំណើរព្យាបាលមួយមិនមែនជាដំណើរដើម្បីបំភ្លេចអតីតកាលនោះទេប៉ុន្តែដើម្បីដោះលែងខ្លួនឯងចេញពីការជាប់ឃុំរបស់វាព្រោះពេលខ្លះអ្វីដែលធ្វើឲ្យយើងឈឺចាប់ជាងគេមិនមែនជាអ្វីដែលបានកើតឡើងហើយនោះទេតែគឺជាការដែលយើងខំទ្រាំអោបក្រសោបរស់នៅជាមួយវារៀងរាល់ថ្ងៃមុននឹងចាប់ផ្ដើមសូមរកកន្លែងដែលស្ងប់ស្ងាត់អង្គុយឬគេងឲ្យស្រួលខ្លួនអនុញ្ញាតឲ្យស្មាទាំងពីរធ្លាក់ចុះបន្តិចបន្ធូរថ្គាមបន្ធូរផ្ទៃមុខហើយសូមដកដង្ហើមចូលយឺតនិងជ្រៅដកដង្ហើមចេញបញ្ចេញភាពហត់នឿយទាំងឡាយដកដង្ហើមចូលម្ដងទៀតហើយដកដង្ហើមចេញនៅពេលនេះគ្មានកន្លែងណាដែលអ្នកត្រូវទៅនិងគ្មានអ្វីដែលអ្នកត្រូវប្រញាប់ទេនៅទីនេះមានតែអ្នកនិងដង្ហើមដ៏បរិសុទ្ធរបស់អ្នកតែប៉ុណ្ណោះបងប្អូនជាទីស្រឡាញ់ពេលខ្លះអតីតកាលមិនបានតាមរំខានយើងនោះទេមានតែខ្លួនយើងប៉ុណ្ណោះដែលមិនហ៊ានដើរចេញពីវាថ្ងៃនេះសូមអនុញ្ញាតឲ្យខ្លួនឯងដោះលែងរាល់បន្ទុកដែលបានចងរឹតដួងចិត្តរបស់អ្នកអស់រយៈពេលជាយូរឆ្នាំមកហើយសូមបិទភ្នែកថ្នមហើយស្រមៃថាអ្នកកំពុងដើរតាមផ្លូវដ៏ស្ងប់ស្ងាត់មួយនៅពេលព្រឹកព្រលឹមមានខ្យល់បក់តិចជាមួយពន្លឺថ្ងៃដ៏ស្រទន់ហើយនៅក្នុងដៃរបស់អ្នកមានវ៉ាលីចាស់ដ៏ធ្ងន់មួយនៅពេលដែលអ្នកសម្រេចចិត្តបើកវាមើលនៅក្នុងវ៉ាលីនោះមានពាក្យសម្ដីមើលងាយនិងការបដិសេធដែលធ្លាប់ធ្វើឲ្យអ្នកយំហើយមានកំហុសនិងការសោកស្ដាយជាច្រើនដែលអ្នកចង់ត្រឡប់ទៅកែប្រែប៉ុន្តែមុននឹងអ្នកព្យាយាមកែប្រែអ្វីនៅក្នុងអតីតកាលសូមឈប់បន្តិចសិនហើយអនុញ្ញាតឲ្យខ្លួនអ្នកសង្កេតមើលអ្វីដែលកំពុងស្ថិតនៅទីនោះសិនដោយមិនចាំបាច់រត់គេចពីវានោះទេពេលខ្លះការព្យាបាលចាប់ផ្ដើមកើតឡើងនៅពេលដែលយើងឈប់ប្រយុទ្ធជាមួយអ្វីដែលបានកើតឡើងរួចហើយចាប់ផ្ដើមទទួលស្គាល់ថាអ្នកមិនអាចផ្លាស់ប្ដូរថ្ងៃម្សិលមិញបានទេប៉ុន្តែអ្នកអាចជ្រើសរើសថាតើម្សិលមិញនឹងអាចគ្រប់គ្រងថ្ងៃស្អែករបស់អ្នកបានឬអត់
ឥឡូវនេះសូមនាំការយកចិត្តទុកដាក់មកកាន់ក្បាលរបស់អ្នកវិញបន្ធូរសាច់ដុំជុំវិញថ្ងាសបន្ធូរចិញ្ចើមបន្ធូរភ្នែកបន្ធូរថ្គាមបន្ធូរកស្មាដៃបាតដៃបន្ធូរទ្រូងជាកន្លែងដែលអ្នកប្រហែលជាបានផ្ទុកទុកព្រួយជាច្រើនបន្ធូរពោះខ្នងត្រគាកជើងរហូតដល់ចុងម្រាមជើងរាល់ដង្ហើមចេញកំពុងនាំបន្ទុកចាស់ចេញពីខ្លួនអ្នកហើយរាល់ដង្ហើមចូលកំពុងតែនាំសន្តិភាពថ្មីចូលមកឲ្យអ្នកបងប្អូនជាទីស្រឡាញ់មានរឿងមួយដែលយើងត្រូវចងចាំថាអតីតកាលគឺជាមេរៀនមិនមែនជាគុកនោះទេហើយថ្ងៃនេះប្រហែលជាពេលដែលអ្នកអាចបើកទ្វារគុកនោះហើយដើរចេញមកខាងក្រៅជាលើកដំបូងសូមស្រមៃថានៅចំពោះមុខអ្នកមានទន្លេមួយដែលមានទឹកហូរយ៉ាងស្ងប់ស្ងាត់ហើយនៅក្នុងដៃរបស់អ្នកមានថ្មជាច្រើនដុំថ្មនីមួយតំណាងឲ្យការឈឺចាប់មួយកំហឹងមួយនិងការសោកស្ដាយមួយសូមកាន់ថ្មមួយដុំហើយនិយាយនៅក្នុងចិត្តថាខ្ញុំទទួលស្គាល់ថាវាបានកើតឡើងរួចទៅហើយខ្ញុំទទួលស្គាល់ថាខ្ញុំបានឈឺចាប់ប៉ុន្តែខ្ញុំលែងចង់ឲ្យការឈឺចាប់នេះគ្រប់គ្រងជីវិតរបស់ខ្ញុំទៀតហើយសូមទម្លាក់ថ្មនោះចូលទៅក្នុងទន្លេមើលវាលិចបាត់ទៅយឺតហើយចាំថាមិនមែនព្រោះវាមិនសំខាន់ទេប៉ុន្តែព្រោះអ្នកសំខាន់ជាងសូមធ្វើដូចគ្នាជាមួយថ្មបន្ទាប់ទៀតរហូតដល់ដៃរបស់អ្នកចាប់ផ្ដើមធូរស្រាលបន្តិចម្ដងនៅពេលដែលដៃរបស់យើងលែងកាន់អតីតកាលដៃនោះនឹងមានកន្លែងសម្រាប់ទទួលអនាគតហើយឥឡូវនេះសូមបើកចិត្តទទួលយកជីវិតថ្មីដែលកំពុងរងចាំអ្នកនៅខាងមុខឥឡូវនេះសូមដកដង្ហើមចូលឲ្យជ្រៅម្ដងទៀតហើយនិយាយនៅក្នុងចិត្តថ្នមថាខ្ញុំមិនមែនជាកំហុសរបស់ខ្ញុំទេខ្ញុំមិនមែនជាការបរាជ័យរបស់ខ្ញុំទេហើយខ្ញុំមិនមែនជាការឈឺចាប់ពីអតីតកាលនោះឡើយខ្ញុំអនុញ្ញាតឲ្យខ្លួនឯងដោះលែងអ្វីដែលខ្ញុំមិនអាចផ្លាស់ប្ដូរបានខ្ញុំអភ័យទោសឲ្យខ្លួនឯងនិងអភ័យទោសឲ្យអតីតកាលខ្ញុំសមនឹងទទួលបានសន្តិភាពទទួលបានសេចក្តីសុខហើយខ្ញុំសមនឹងចាប់ផ្ដើមជាថ្មីថ្ងៃនេះខ្ញុំជ្រើសរើសរស់នៅក្នុងបច្ចុប្បន្នថ្ងៃនេះខ្ញុំជ្រើសរើសបើកទ្វារឲ្យអនាគតចូលមក
ថ្ងៃនេះខ្ញុំឈប់អនុញ្ញាតឲ្យអតីតកាលលួចយកជីវិតរបស់ខ្ញុំទៀតហើយបងប្អូនជាទីស្រឡាញ់សូមចាំថាអតីតកាលគឺជាជំពូកមួយមិនមែនជាសៀវភៅទាំងមូលនោះទេរឿងដែលបានកើតឡើងមិនអាចកំណត់ថាអ្នកជានរណានៅថ្ងៃនេះបានទេអ្នកនៅតែអាចលូតលាស់នៅតែអាចស្រឡាញ់នៅតែអាចជឿជាក់ហើយអ្នកនៅតែអាចចាប់ផ្ដើមជាថ្មីបានសូមដកដង្ហើមចូលម្ដងទៀតនិងដកដង្ហើមចេញយឺតយឺតហើយមានអារម្មណ៍ថាចិត្តរបស់អ្នកបានស្ងប់និងធូរស្រាលជាងមុនជាខ្លាំងសូមអរគុណដែលបានអនុញ្ញាតឲ្យ V Meditation KH បានរួមដំណើរជាមួយអ្នកក្នុងការព្យាបាលបេះដូងនៅថ្ងៃនេះសូមឲ្យសន្តិភាពនៅជាមួយអ្នករាល់គ្រប់ដង្ហើមចេញចូលរបស់អ្នកសូមចាំថាអតីតកាលអាចបង្រៀនអ្នកបានប៉ុន្តែវាមិនអាចលួចអនាគតរបស់អ្នកបានទេសូមឲ្យអ្នកមានសេចក្តីសុខសូមអរគុណ